ok chẳng dương cu shape แบบนี้ហើយអ្នកទាំងអស់គ្នាកំណត់ទំហំឬក៏ប្រតឹងបតោយហ្នឹងប្រហែលជាខ្ញុំដាក់ក្នុងអក្សរហ្នឹងមកបន្តមកទៀតអ្នកទាំងអស់គ្នាយកវាជា no outline ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើម copy shape មិញយើងធ្វើការចុច format វាដើម្បីធ្វើការ rotate បើណាយើងយក60 degree ចឹងអ្នកទាំងអស់គ្នាយក60 degree ហើយបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការ copy shape នឹងមួយទៀតហើយយើងធ្វើការ rotate អញ្ចឹងពេលយើងធ្វើការ rotate វាអ្នកទាំងអស់គ្នា rotate ហើយយើងធ្វើការ select នៅលើ object របស់យើងទាំងអស់ហ្នឹងមកហើយបន្តមកទៀតយើងសំទោសយើង select លើវាទាំងអស់ហើយអ្នកទាំងអស់គ្នាអាចចុចកន្លែង format នេះហើយយើងអាចយក transition វាយកឲ្យវាស្ដើងបន្តិចមកសិនមកដើម្បីយើងមើលណាអូខេបន្តមកទៀតអ្នកខ្ញុំយក align center align middle ដើម្បីបើបែបនេះអូខេបន្តមកទៀតអ្នកខ្ញុំ select លើវាម្ដងទៀតយើងធ្វើការផ្ដាច់កាត់ផ្ដាច់វាយើងយក line merge shape យើងយកទី3អូខេបន្តមកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើម delete block តានេះចោលមកអូខេអញ្ចឹងយើងបានរូបផ្កាយមួយអូខេអញ្ចឹងដើម្បីនេះយើង select នៅលើ object របស់យើងបែបនេះយើង select ទៅតាមការចង់បានរបស់យើងមកអូខេអញ្ចឹងខ្ញុំ select បែបនេះមកបន្តមកទៀតយើងអាចធ្វើការបដូរពណ៌ object របស់យើងទៅតាមការចង់បានរបស់យើងបានអូខេងាយៗទេអត់ពិបាកទេអ្នកទាំងនេះអាចធ្វើបានសម្រាប់ឆ្នៃជាការធ្វើបទបង្ហាញឬក៏ដាក់ជា slide poster អីផ្សេងបានអូខេយើងដាក់បែបនេះមកហើយយើង select លើវាមកអូខេយើងដាក់ពណ៌ផ្សេងទៅតាមការចង់បានរបស់អ្នកទាំងអស់គ្នាអូខេបើសិនជាអ្នកទាំងនេះអាចដាក់ជាស្រមោលជា stroke អីផ្សេងបានទៀតអូខេឥឡូវខ្ញុំយកពណ៌ប៉ុណ្ណេះហើយបន្តមកទៀតអ្នកទាំងអស់គ្នាអាចចូលមកកាន់កន្លែងនេះយើងអាចឆេងវានៅនេះបាន stroke វាអញ្ចឹងយើងដាក់បែបនេះមកហើយអ្នកទាំងនេះអាចសេរីវាតិចតួចមកហើយយើងធ្វើការផាសចូលមកអូខេអញ្ចឹងយើងអាចសេរីវាយកមកស្អាតមកពេញចិត្តរបស់អ្នកទាំងអស់គ្នាណាអញ្ចឹងវាអត់មានអីនេះទេអ្នកទាំងនេះអាចធ្វើខ្លួនឯងបានយើងអាចមើលមួយមកឬក៏អាចបង្ច្នៃប្រឌិតអីផ្សេងបន្ថែមទៀតបាននេះក៏ជា sample មួយទេអញ្ចឹងអ្នកទាំងនេះអាចដាក់មួយនេះទៀតមកឥឡូវខ្ញុំនឹងធ្វើការដាក់មួយនេះម្ដងទៀតហើយខ្ញុំដាក់បែបនេះហើយខ្ញុំសូត្រេងខមបន្តិចដើម្បីឲ្យវាមានស្រមោលកាន់តែខ្លាំងណាអូខេអញ្ចឹងយើងដាក់បែបនេះមកបន្ទាប់ពីបានបែបនេះហើយអ្នកទាំងគ្នាចុចខ្វែងវាចោលមកហើយយើងធ្វើការ select all លើវាទាំងអស់ហើយដើម្បីពរួមវាតិចដោយសារខ្ញុំមើលទៅដូចវាធំពេកអញ្ចឹងខ្ញុំអត់ចង់បានធំពេកទេខ្ញុំយកប៉ុណ្ណេះហើយយើងអានគ្រប់មកវិញមកអូខេនេះជាការស្រេចបន្តមកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមយើងចូលដល់វគ្គបង្កើតជា icon ឬក៏ជានេះហើយជា animation អូខេអញ្ចឹងយើងដាក់ icon របស់យើងចូលមកយើងទៅស្វែងរក icon ណាស្អាតអីគ្រប់8មកដើម្បីដាក់នៅលើ object របស់យើងដែលបានបង្កើតមិញអូខេបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើម select មើល icon ណាដែលខ្ញុំចង់បានខ្ញុំទាញវាបញ្ចូលបែបនេះមកអូខេឥឡូវខ្ញុំដូរយកមួយនេះវិញហើយយើងដាក់ចូលមកហើយបន្ទាប់មកទៀតអ្នកទាំងអស់គ្នាអាចបដូរពណ៌ដោយតាមនឹងមកនិយាយអត់អីពិបាកទេគ្រាន់តែដូរពណ៌ icon ទេអញ្ចឹងខ្ញុំធ្វើការទាញដាក់ចូលទៅកាន់ object មួយយើងបដូរពណ៌ដាក់ពណ៌សទាំងអស់បន្ទាប់ពីបានប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាមកមើលកន្លែងនេះគឺយើងចាប់ផ្ដើមដាក់ icon ហើយយើងទៅចងវាជាក្រុមដែរដើម្បីចងវាជាក្រុមបានយើង select លើវាទាំងអស់មកហើយយើងធ្វើការចងជាក្រុមមកដើម្បីកុំឲ្យពេលដាក់ animation ទៅវាចលនាអត់ស្មើគ្នាអូខេតោះមកខ្ញុំ select លើវាហើយខ្ញុំដាក់ជាក្រុមមក Ctrl G មក select លើ object នេះ Ctrl G មកគឺបានហើយបែបនេះអូខេបន្ទាប់មកទៀតអ្នកទាំងអស់គ្នាចាប់ផ្ដើមដាក់ជាអក្សរចូលអញ្ចឹងខ្ញុំអាច add ជា text ចូលក្នុងនេះមកអូខេអញ្ចឹងខ្ញុំសូម copy ហើយខ្ញុំសូមដាក់ជាបែបនេះមួយខ្ញុំដូរនេះដាក់លេខ1ហើយខ្ញុំធ្វើការពង្រីកវាឲ្យធំដើម្បីលេង style បែបនេះទៅកាន់អក្សររបស់យើងអូខេអញ្ចឹងខ្ញុំដាក់ធំតិចមកអូខេបានហើយអរគុណអញ្ចឹងយើងចាប់ផ្ដើមបង្កើតអក្សរបានហើយ icon ក៏បានដែរអញ្ចឹងយើងចាប់ផ្ដើមដាក់ animation លើវាបន្តមកទៀតយើង double click slide មួយសិនហើយខ្ញុំសូម
double click ទៅលើ slide មួយហើយខ្ញុំសូមយកជាប្រភេទrectangle បែបនេះហើយយើងអាចដូរពណ៌បានហើយអ្នកនរគ្នាអាចឆ្លាញ់ពណ៌នឹងក៏បានយើងដូរពណ៌ក៏បានហើយឥឡូវខ្ញុំសូមដាក់ពណ៌រៀងប្រផេះចូលហើយខ្ញុំដាក់ប្រផេះទាំងអស់មកគឺបានបែបនេះបន្ទាប់ពីបានបែបនេះហើយអ្នកនរគ្នាចាប់ផ្ដើមធ្វើការដាក់ទាញបែបនេះបន្ទាប់ពីយើងដាក់ប្រផេះហើយអ្នកនរគ្នាចាប់ផ្ដើមទាញអក្សរចេញមកក្រៅនិយាយទៅ object ទាំងអស់អ្នកនរគ្នាត្រូវធ្វើការទាញចេញមកខាងក្រៅអូខេអញ្ចឹងយើងទាញselect លើវាទាំងអស់មកយើងទាញបែបនេះមកក៏បានដែរអូខេបន្តមកទៀតobject ទាំង8របស់យើងត្រូវទាញទៅកែងផ្សេងគ្នាអញ្ចឹងខ្ញុំទាញមកខាងនេះហើយអ្នកទាំងអស់គ្នាសួរថាទាញអញ្ចឹងធ្វើអីអូខេអញ្ចឹងយើងចាំមើលតិចទៀតនឹងដឹងហើយថាទាញដើម្បីធ្វើអីបន្តមកទៀតអ្នកទាំងអស់គ្នាចុច select នៅលើ slide ទាំងពីរហ្នឹងហើយយើងចូលកន្លែងanimation ហើយអ្នកគ្នាយកនេះពាក្យនេះមកអូខេឃើញទេអញ្ចឹងខ្ញុំសូមធ្វើការ review មើលហើយអ្នកទាំងអស់គ្នាចាំមើលគឺបែបនេះអូខេឃើញស្អាតអត់អូខេនេះជាការបង្កើត slide មានភាពទាក់ទាញអរគុណច្រើនបើអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចជួយចុច like subscribe លើ channel របស់ខ្ញុំម្នាក់មួយអរគុណជួបខ្ញុំនៅវីដេអូក្រោយតាមទៀតបាយបាយ